nhung hai nhà tụi kia pi được biết tờ lợn phai thì vị tách để sao ta càng nghe nó nghĩ sơ để vận tải bên cả lư mình tích để sao ta phía cháu về khác kia dương tờ lợn bàn á trong video nó nhung hai pi cả lư mùi nướng nó pe là nhà tụi kia trong bàn software ai từ căn channel download tới hơi xem được biết tờ lợn ưu tiên họ thay dùng miền version thay chẳng nước nông phai để việt nướng đầm bay tờ lợn bàn chuột cháy nhà tụi kia từ uninstall version cha phía cháu nó pe để kia dương tờ lợn bàn áដោយសារតែបញ្ហាហ្នឹងគឺមាន version នៅក្នុងហ្នឹងអា version ចាស់អញ្ចឹងពេលដែលយើងទៅឡើងថ្មីមកគឺវាអត់ឲ្យទេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចង់ទៅឡើង version ថ្មីគឺយើង uninstall version ចាស់សិនអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ទៅឡើងឲ្យអ្នកទាំងអស់គ្នាមើលខ្ញុំត្រូវការ uninstall version ចាស់សិនមកតែករណីនេះដោយសារខ្ញុំប្រើ version 5.3 ហើយរួចហើយប៉ុន្តែខ្ញុំចង់បង្ហាញពីវិធីសាស្ត្រមួយហ្នឹងកុំឲ្យអ្នកទាំងអស់គ្នាជួបបញ្ហា error ហើយនៅពេល error យើងដឹងថាត្រូវធ្វើមិនចឹងណាអញ្ចឹងនៅពេលដែលយើង uninstall ហើយយើងគ្រាន់តែចុចថ្លើមធម្មតាមកហើយសម្រាប់កម្មវិធីហ្នឹងគឺងាយស្រួលទេប៉ុន្តែគ្នាយើងមួយចំនួនគាត់អត់យល់តិចនិចបន្តិចហ្នឹងធ្វើឲ្យការថ្លើមហ្នឹងគឺអត់បានទេអញ្ចឹងកន្លែងនេះយើងចុចថ្លើមធម្មតាមកគឺរួចរាល់ហើយអញ្ចឹងណាបន្ទាប់ពីកម្មវិធីដល់ចប់ហើយយើងចុច finish មកបន្ទាប់មកយើងធ្វើការបើកកម្មវិធី Revit ធម្មតាមកហើយនៅពេលដែលយើងឃើញមានកន្លែងខាងលើហ្នឹងមានកម្មវិធី File Revit ហ្នឹងគឺមានន័យថាយើងថ្លើមជោគជ័យហើយអញ្ចឹងសម្រាប់តិចនិចបន្តិចហ្នឹងវាធ្វើឲ្យពិបាកដែរអ្នកខ្លះក៏ថ្លើមកម្មវិធីមួយហ្នឹងអត់បានអញ្ចឹងណាមកដល់ត្រង់ចំណុចនេះយើងចុចបើក project ថ្មីមួយមកអញ្ចឹងនៅពេលដែលយើងឃើញអាកន្លែងខាងលើនេះមានពាក្យថា File Revit ហ្នឹងគឺមានន័យថាយើងថ្លើមបានជោគជ័យហើយសម្រាប់កម្មវិធីហ្នឹងវាជួយច្រើនដែរឧទាហរណ៍ថានៅក្នុងការងារយើងជាក់ស្ដែង plugin ឬក៏ add-in ហ្នឹងយើងប្រើច្រើនអញ្ចឹងណាអញ្ចឹងសម្រាប់វីដេអូនៅក្នុងការប្រើប្រាស់ហ្នឹងគឺបើអ្នកទាំងអស់គ្នាហ៊ានខាងយើងអាចយល់បានច្រើនហើយសម្រាប់វីដេអូរបៀបថ្លើមហ្នឹងនិងការចែករំលែកខាងយើងមានប៉ុណ្ណឹង